ដើម្បីធ្វើពិធីបុណ្យទៅតាមប្រពៃណីពុទ្ធសាសនានេះគឺជាកន្លែងដែលមានជនភៀសសាក់ផងដែលមកពីភូមិព្រៃច័ន្ទកំពុងតែស្ងាត់ជ្រងំមានត្រឹមតែកម្លាំងប្រជាការបងប្អូនកម្លាំងការពារនៅទីនោះប៉ុន្តែដោយឡែកយ៉ាងសាកសពប្រជាពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់ដែលត្រូវបានតែហ៊ានថៃវាយប្រហារកាពីម្សិលមិញនេះបានមកធ្វើបុណ្យទៅតាមប្រពៃណីដែលមានអាចារ្យមានព្រះសង្ឃមានកម្លាំងបងប្អូនប្រជាជាពិសេសគឺប្រជាពលរដ្ឋអ្នកភូមិព្រៃច័ន្ទតែម្ដងដែលជាអ្នកក្រាញ់រនាតតស៊ូដើម្បីការពារភូមិឋានរបស់ខ្លួនប៉ុន្តែត្រូវបានបាត់បង់អាយុជីវិតក្រោមស្នាដៃដ៏ខុសខើក្រោកយ៉ាងកំរោពីសម្ដេចយោធាថៃអញ្ចឹងនៅទីនេះគឺទាំងកម្លាំង AOT ព្រឹកមិញក៏បានមកដល់ដែរមុននេះគឺបានចុះទៅពិនិត្យនៅទីតាំងភៀសសឹកដែលបងប្អូនប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទបានមកដល់តាំងពីយប់មិញដែលនេះខ្ញុំបានផ្សាយជូនលោកអ្នកជាបន្តបន្ទាប់អញ្ចឹងជនភៀសសឹកក៏នៅទីនេះអ្នកភូមិព្រៃច័ន្ទមកអស់ហើយនៅទីនេះឥឡូវនេះគឺអ្នកភូមិព្រៃច័ន្ទដែលធ្លាប់រួមរស់ជាមួយគ្នាបានរួមសុខជាមួយគ្នាឥឡូវក៏រួមទុកជាមួយគ្នាដែរទុកដោយសារតែម្នាក់ក្នុងចំណោមប្រជាជននៅក្នុងភូមិព្រៃច័ន្ទត្រូវបានបាត់បង់អាយុជីវិតភ្លាមក្រោយពីកម្លាំងយោធាថៃបានបាញ់ប្រហារដែលនេះខ្ញុំក៏បានបង្ហាញជូននៅទីតាំងដែលនៅសល់ដើមឈាមនៅឡើយទេឈាមខ្មែរស្រក់លើដីខ្មែរដោយសារតែទាហានថៃខូខើដេរឆានបានប្រើប្រាស់អាវុធបាញ់សម្លាប់មកលើប្រជាជនខ្មែរស្លូតត្រង់ដែលគ្រាន់តែចង់ការពារទឹកដីផ្ទះសម្បែងភូមិកររបស់ខ្លួនទស្សនិកជនក្រៅពី AOT បានពិនិត្យមើលទីតាំងនៃការស្នាក់នៅរបស់បងប្អូនអ្នកភូមិព្រៃច័ន្ទនៅទីវត្តច័ន្ទស៊ីនេះហើយឥឡូវនេះគឺជារូបផ្ទាល់សម្លេងដង្ហែខ្លងខែកដង្ហែសពប្រជាប្រដ្ឋខ្មែរយើងម្នាក់ដែលបានបាត់បង់ជីវិតនៅទីនេះហើយមានក្រុមគ្រួសារសាច់ញាតិមានប្រជាពលរដ្ឋមានកុមារតូចដែលជាអ្នកភូមិរួមទុករួមសោកជាមួយគ្នាកន្លងមកក្រាញ់ននីមិនកាក់ចាញ់ពីភូមិឋានរបស់ខ្លួនជាច្រើនខែមកហើយទោះបីជាកន្លងទៅមានការរាយបន្លាលួសមានការដាក់នៅកង់ឡានដើម្បីពាត់យកភូមិឋាននិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប៉ុន្តែពួកគាត់អត់ទៅណាទេតែជាអកុសលល្បិចកលរបស់ថៃម្ដងហើយម្ដងទៀតជាលេសដើម្បីក្រោមរូបភាពឲ្យប្រជាពលរដ្ឋចាក់ចាញ់ពីភូមិឋានរបស់ពួកគាត់នេះគឺជាការស្រណោះអាឡោះអាល័យជាទីបំផុតរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃច័ន្ទដែលពួកគាត់បានចូលរួមទោះបីមិនមែនជាបងប្អូនបង្កើតមិនមែនជាសាច់ឈាមមិនមែនជាសាច់ញាតិប៉ុន្តែគឺជាអ្នកភូមិជាឈាមខ្មែរតែមួយនៅក្នុងភូមិព្រៃច័ន្ទចឹងពេលវេលានេះក៏ជាពេលវេលាដែលគណៈកម្មការចៅវត្តព្រះសង្ឃហើយក្នុងនោះក៏មានក្រុមការងារថ្នាក់ជាតិដែលមានអាយដាមដិតទីណាអាយដាម